សួស្តីបងប្អូនហ្នឹងហើយម៉ូតូនេះវាលន់ខ្លាំងហ្នឹងហើយម្ចាស់គាត់ថាជិះទៅស្អាតតែលន់រាវតែម្ដងនឹងម៉ាស៊ីនដំបូងវាស្ងាត់ធម្មតាទេដូចជិះប្រហែលជា2គីឡូ3គីឡូចេញពីផ្ទះអញ្ចឹងស្អាតតែលន់រាវគាត់ថាប្រហែលជាម៉ូតូគាត់ហ្នឹងវាគប់សមីវាលន់វាស្ទង់ខ្លាំងដល់ពេលអញ្ចឹងគាត់យកឲ្យខ្ញុំមើលតែឥឡូវខ្ញុំមុននឹងដោះចេញហើយបញ្ឆេះឲ្យបងប្អូនស្ដាប់ទាំងអស់គ្នាបន្ទាប់មកខ្ញុំនឹងដោះចេញដោះមើលកន្លែងដែលវាលន់ថាតើវាមូលហេតុអីគេបានជាធ្វើឲ្យម៉ូតូនឹងលន់ឥឡូវបងប្អូនស្ដាប់ទាំងអស់គ្នាម្ដងទៀតតាឃើញជាក់ស្ដែងបងប្អូនហ្នឹងហើយពួកអាសង់វាមានបញ្ហានឹងច្រើនខ្លាំងមែនតើណារឿងដែលយើងកំពុងតែជិះតែលន់រាវតែម្ដងលន់ម៉ាស៊ីនអញ្ចឹងណាហ្នឹងបញ្ហាកំហុសរបស់វាគឺមិនច្រើនទេបងប្អូនតើបន្តិចមួយទេតែបន្តិចមួយហ្នឹងក៏ជាចំណុចសំខាន់មួយដែរឥឡូវតោះខ្ញុំរៀបរាប់ខ្ញុំនឹងដោះបង្ហាញប្រាប់ពុកម៉ែបងប្អូននេះបងប្អូនពូសង់ពេលដែលយើងជិះលន់រោតែម្ដងអានេះជាចំណុចសំខាន់មែនទែនបងប្អូនភាគច្រើនតែម្ដងហ្នឹងហើយអូតូម៉ាទិកសកតលកាមនេះអាហ្នឹងជាបញ្ហាមួយបងប្អូនហ្នឹងហើយវាខូចអត់ប្រាប់ទេអាហ្នឹងវាមិនមែនខូចអីធំដុំទេគឺវាដាច់រស័រនេះអារស័រដែលតាក់ជាមួយនឹងអាបដូលវាដើម្បីលៀនរុញអាបដូលនេះចេញមកក្រៅសកតជាមួយនឹងតនុលកាមអូតូម៉ាទិកលកាមអញ្ចឹងពេលដែលវាដាច់អារស័រនេះវាអត់រុញអាបដូលនេះលៀនមកខ្លាំងបងប្អូនហ្នឹងហើយនេះតាមពិតទៅលកាមវារៀងធូរបន្តិចហើយបដូលនេះវាកាន់តែលៀនបន្តិចអញ្ចឹងពេលដែលវាដាច់រស័រវាអត់មានអីតាក់រុញហ្នឹងហើយរៀងពិបាកបញ្យល់បន្តិចបងប្អូនហ្នឹងហើយអត់មានអីតាក់រុញអញ្ចឹងវាបណ្ដាលឲ្យអាបដូលនេះវាលឹបចូលក្នុងហ្នឹងហើយវាមូលលឹបចូលក្នុងអញ្ចឹងគឺលកាមធូរដល់ពេលលកាមធូរពេលយើងកំពុងតែជិះដាច់រស័រនឹងប៉ាត់ចាប់ដើមលន់លកាមតែម្ដងរុកអញ្ចឹងរបៀបតែយើងធ្វើហ្នឹងបើសិនជាអាចយើងឆ្នៃរស័រនេះដាក់វិញក៏បានដែរហ្នឹងហើយតែបើសិនជាអត់ពិបាកនេះទេគឺយើងដូរអូតូម៉ាទិកនឹងចោលតែម្ដងបងប្អូនហើយហ្នឹងបើសិនជាយើងមានស្រាប់តែបើសិនជាអត់មានយើងបដោះអាសន្នគឺអាចចុះជុលជាមួយនឹងរស័រនេះប្រើបានវិញអញ្ចឹងម៉ូតូនេះវាមានបញ្ហាកំហូចដែលធ្វើឲ្យម៉ូតូនេះលន់ដូចខ្ញុំបញ្ឆេះបង្ហាញប្រាប់បងប្អូនមិញគឺមកពីអូតូម៉ាទិកសកតលកាមនេះឥឡូវខ្ញុំសង្កត់លកាមដោយដៃហើយខ្ញុំបញ្ឆេះបង្ហាញប្រាប់បងប្អូនថាតើវានៅលន់ទៀតអត់អញ្ចឹងបងប្អូនចាំស្ដាប់ទាំងអស់គ្នាដោតកំពង់នេះសិនមកកំពង់នេះបើសិនជាអត់បានដាក់អញ្ចឹងគឺដូចជាម៉ូតូដែលវាអត់ស៊ីម៉ាំងអញ្ចឹងបងប្អូនលន់ប្រែតដូចអត់ស៊ីម៉ាំងអញ្ចឹងហ្នឹងហើយឥឡូវខ្ញុំសង្កត់តនុលកាមបងប្អូនតនុលកាមខាងក្នុងនេះហើយបញ្ឆេះបង្ហាញប្រាប់បងប្អូនស្ងាត់ឈើបងប្អូនបញ្ហាដែលម៉ូតូនេះជិះលន់មុនដំបូងស្ងាត់ទេដូចខ្ញុំបញ្ជាក់ប្រាប់បងប្អូនមិញអញ្ចឹងតែជិះឆ្ងាយជិះចិត្តទៅដល់ស្រាប់តែជិះវាលន់រាវបញ្ហារបស់វាមកពីអូតូម៉ាទិកសកតលកាមនេះអញ្ចឹងដំណោះស្រាយបើសិនជាងពួនអត់មានជាមួយនឹងអូតូម៉ាទិកសកតលកាមនេះយើងអាចចុះជុលក៏បានដែរបងប្អូននឹងអាចចុះជុលជាមួយនឹងអារស័រនេះហើយដាក់ប្រើបានវិញក៏ប៉ុន្តែវាប្រើបានយូរទេបងប្អូននឹងឲ្យបដោះអាសន្នបានមួយរយៈតែបើសិនជាយើងដូរថ្មីដាក់បោះសេនតែម្ដងអាហ្នឹងទឹកនេះឲ្យដល់ទៅប្រើបានយូរឥឡូវជាមួយខ្ញុំតដៃចេញបងប្អូនតដៃចេញឃើញលន់ខ្លាំងហើយបងប្អូនលន់ផ្លឹកតែម្ដងអាហ្នឹងដោយសារតែអូតូម៉ាទិកសកតលកាមនេះវាដាច់រស័រអញ្ចឹងវាខ្លីវាលឹបចូលបាត់ហើយបងប្អូនពេលវាអត់ដាច់រស័រគឺបដូរនេះវាវែងបងប្អូនវែងប្រហែលជាប្រវែងហ្នឹងហើយប្រហែលជា4ហ៊ុនហើយដែរ3ហ៊ុនដែរបងប្អូនហ្នឹងហើយ3 4ហ៊ុនដែរអញ្ចឹងបើសិនជាវាវែងវាអត់ដាច់រស័រនេះអញ្ចឹងលកាមនេះវាអត់លន់ទេវាស្ងាត់ល្អតែបញ្ហាដែលដូចខ្ញុំបញ្ជាក់ប្រាប់បងប្អូនមិញអញ្ចឹងជិះសត្វតែលន់រាវអាហ្នឹងនេះបងប្អូនកំហុសរបស់វា 90% មកព្រោះអាសង់គឺអត់មានអីច្រើនទេអូតូម៉ាទិកសកតលកាមអានេះបើសិនជាវានៅលៀនខ្លាំងបងប្អូនវាអត់ខូចហើយលកាមវាលន់អញ្ចឹងបញ្ហារបស់វាគឺមកពីលកាមតែម្ដងបើសិនជាអូតូម៉ាទិកនេះវាអត់ខូចវាអត់លឹបចូលអញ្ចឹងវានៅលៀនអាហ្នឹងបញ្ហាមកពីលកាមតែបើសិនជាអូតូម៉ាទិកវាលឹប
លឹបអញ្ចឹងបាត់ហើយអាហ្នឹងមកពីអូតូម៉ាទិកសកតលកាមហ្នឹងហើយបងប្អូនវីដេអូដែលចែកដែលជាចំណេះដឹងតិចតួចអត់មានអីច្រើនទេមានតែប៉ុណ្្នឹងដែរក៏សូមពុកម៉ែបងប្អូនជួយចុច like និង share វីដេអូនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងអ្នកដែលប្រើម៉ូតូអាសង់ទាំងអស់គ្នាហ្នឹងឲ្យគាត់បានដឹងបងថាម៉ូតូពេលដែលយើងជិះលាន់រាវអាហ្នឹងបញ្ហារបស់វាគឺមកពីអានេះបងប្អូនហ្នឹងហើយបើសិនជាប្រេងបាតអីយើងថែគ្រប់គ្រាន់ហើយវានៅតែមានបញ្ហាលាន់ភ្លាមអាហ្នឹងគឺកំហុសរបស់វាមកពីអានេះ99%តែម្ដងហ្នឹងហើយបងប្អូនវីដេអូអត់មានអីច្រើនទេមានតែប៉ុណ្្នឹងដែរបាទក៏សូមអរគុណច្រើននិងសូមគោរពលា